វាថ្ងៃបោះសប្តាហ៍នេះគឺថ្ងៃសៅរ៍ត្រូវនឹងថ្ងៃ14រោចខែមករាឆ្នាំថោះត្រីស័កពុទ្ធសករាជ2555ត្រូវនៅថ្ងៃទី24ខែធ្នូគ្រិស្តសករាជ2011នៅទីមណ្ឌលនៃវិបស្សនាធុរៈនេះគឺបានឧបាសកបាសិកាទីយោធាយិកាជួបជុំគ្នានៅមុនរុណរះនាចិត្តកាលបែកបច្ចុប្បន្នសម័យចិត្តភ្លឺនេះគឺបានសមាទាននៅឧបោសថសិលរួចរាល់ហើយក៏បាននឹងរៀបចំនៅរឿងប្រដាប់ប្រដាដូចជាបរិក្ខារនិងចង្ហាន់បណ្ឌិបាតបបរជាគូជាដើមដើម្បីនឹងប្រគេនដល់ព្រះសង្ឃជាកិច្ចបន្ថែមនៅក្នុងកុសលធនៈទានថានៅក្នុងឱកាសពេលនេះផងដែរក៏ជាទម្លាប់នៅក្នុងទីមណ្ឌលវិបស្សនាធុរៈព្រំដែនជាងនេះមានការសមាទានបោសុទ្ធសិលរួចហើយគឺយើងមានកម្មវិធីនឹងការបន្តនៅការសម្ដែងនៅឱវាទរបស់សិលនឹងដើម្បីឲ្យទៅជាទម្លាប់មួយនៅក្នុងកាលនៃព្រះដ៏មានពភាព្រះអង្គគង់នៅឡើយគឺពេលដែលព្រះអង្គទ្រង់ផ្ដល់នៅត្រៃសរណគមព្រមទាំងនៅសិក្ខាបទបញ្ញត្តិសិលនឹងរួចហើយទៅតែងតែមានការផ្ដាំផ្ញើជាដំបូលមានចុងក្រោយហើយក៏ជាកិច្ចមួយរបស់គ្រូអាចារ្យឧបជាចារ្យនិងពុទ្ធិសាចារ្យក្តីនៅពេលណាដែលចប់ការសិក្សានៅក្នុងវគ្គសិក្សាមួយខែក្តីពីរខែក្តីនឹងវគ្គវែងរហូតដល់ឆ្នាំក្តី2ឆ្នាំ3ឆ្នាំក្តីចប់រួចរាល់ទៅក៏បានរៀបចំនៅក្នុងកិច្ចការវិលទៅវិញរបស់សិស្សទៅកាន់គេហដ្ឋានទៅកាន់វត្តអារាមទៅលោកក៏ជាឧបជាចារ្យទីសាចារ្យអ្នកបង្រៀនព្រានប្រដៅនឹងតែងតែផ្ដល់នៅបណ្ដាំឱវាទនឹងនៅពេលហ្នឹងបើសិនណាជាមាននៅវត្ថុណាដូចជាសម័យដើមមានវេទមន្តមានអីចឹងទៅគ្រូអាចារ្យនឹងធ្វើនៅកន្សែងបក់កន្សែងបោយចងដៃឬមួយក៏ធ្នូឬមួយក៏ដាវនិងប្រខណ្ឌអាវុធអីហ្នឹងដើម្បីជូនទៅដល់សិស្សផ្ដល់ទៅឲ្យសិស្សហើយផ្ដាំផ្ញើនឹងរឿងនឹងគឺសម័យកាលពីដើមក៏ធ្លាប់មានចឹងដែរនឹងដូចរឿងនៅក្នុងព្រះពុទ្ធសាសនាយើងដែលសម្ដែងអំពីភរិយានិងស្វាមីដែលមិនមានផិតត្រង់នឹងគ្នានឹងក៏សម្ដែងមកអំពីរឿងដែលជាឱវាទផងដែរនឹងសូមលើករឿងនឹងបន្តិចមកចុះរឿងនឹងនៅក្នុងសម័យអតីតកាលនឹងមានចងក្រងជារឿងព្រះច័ន្ទគោរពព្រះច័ន្ទគោរពនឹងគឺជារឿងមួយដែលពពួកសិល្បៈល្ខោនភាសាខ្មែរយើងយីគេនឹងគេតែងតែយកមកលេងដើម្បីជាគ្រឿងសម្រាប់ទស្សនាសម្រាប់ស្ដាប់របស់ទស្សនិកជនទាំងឡាយដែលចូលចិត្តនឹងហើយក៏ជាប្រយោជន៍មួយសម្រាប់ដល់បុរសស្ត្រីហើយសិស្សទាំងឡាយជាអ្នកចងចាំមុននឹងខ្ញុំកាលណាលើកនៅឱវាទរបស់សិលនឹងឆ្លៀតឱកាសនេះលើកនៅរឿងច័ន្ទគោរពនឹងព្រះច័ន្ទគោរពនឹងបន្តិចដើម្បីមកបញ្ជាក់មិនបាននឹងបញ្ចប់ទេនៅរឿងអតីតកាលកន្លងមកមានច័ន្ទគោរពនឹងគឺស្ថិតនៅក្នុងភូមិស្រុកដែនដីនៃនគរពេរីនសីនឹងហើយក៏ចូលទៅសិក្សានឹងគ្រូអាចារ្យទិសាប្រមោកនាដែនដីកតសិលានឹង ហ
តសិលាសិក្សារៀនសូត្រនៅត្រៃវេទចេះចប់រួចរាល់កាលណាទៅដល់ឆ្នាំដែលត្រូវវិលត្រឡប់មកនគរវិញដើម្បីនឹងគ្រប់គ្រងនៅក្នុងដែនដីការពារពូរណភាពទឹកដីនគររបស់ខ្លួនហើយក៏នឹករលឹកទៅដល់ពវរាជមេតាបិតាផងដែរក៏បានក្រាបថ្វាយបង្គំព្រះមនីឥសីនឹងសំលាដើម្បីវិលត្រឡប់មកនគរវិញមនីឥសីក៏បានគិតគូរពិចារណាទៅថាចំណេះវិជ្ជានេះល្មមការពារនៅប្រទេសជាតិបានហើយក៏បានអនុញ្ញាតឲ្យវិលត្រឡប់មកពេលដែលវិលមុននឹងវិលមកមនីឥសីនឹងក៏បានផ្ដាំផ្ញើច្រើនប្រការណាស់ក្នុងការប្រើប្រាស់នៅវេទទាំងឡាយកាលវេលាដែលគួរសមដល់ការប្រើនឹងហើយដល់តែពេលផ្ដាំផ្ញើចុងក្រោយមួយទៀតនឹងមុននឹងផ្ដាំផ្ញើនឹងគឺឥសីនឹងបានប្រាប់ថាចៅតាច័ន្ទគោរពមករៀននឹងតាអស់រយៈពេលជាច្រើនខែឆ្នាំហើយវិលត្រឡប់ទៅវិញនេះគ្រូគ្មានអ្វីចងដៃទេតាមានតែត្រឡប់មួយដើម្បីចងដៃចៅប៉ុន្តែត្រឡប់នេះដែលយកទៅនឹងតាផ្ដាំដល់ចៅជាសិស្សថាត្រឡប់នេះហាមផ្ដាច់មិនឲ្យបើកនៅតាមផ្លូវក្នុងព្រៃក្តីដែលមិនទាន់ដល់ផ្ទះពេលទៅដល់ផ្ទះហើយចាំបើកកាលណាចៅបើកតាមព្រៃនឹងកើតនៅអន្តរាយដល់ខ្លួនហើយផ្ដាំផ្ញើរួចរាល់ហើយប៉ុន្តែក៏មិនបានប្រាប់នៅអាតកំបាំងក្នុងត្រឡប់នឹងមានអីដែរអត់បានប្រាប់អស់ទេព្រោះអ្វីដើម្បីកុំឲ្យដាច់នៅដំណំតែនឹងការតមរបស់ខាងត្រៃវេទទេនឹងដល់ចឹងទៅក៏ស្រាប់តែបានផ្ដាំផ្ញើសពបែបយ៉ាងនឹងទៅក៏បានក្រាបថ្វាយបង្គំមនីឥសីនឹងវិលត្រឡប់មកផ្ទះពេលវិលត្រឡប់មកដល់ពាក់កណ្ដាលផ្លូវនឹងក៏នឹកអឡោះអាល័យទៅដល់អាស្រមមនីឥសីក្នុងព្រៃភ្នំក្រំថ្មនឹងនឹកឃើញសពគ្រប់ធ្លាប់កំសត់កំរដាំទឹកក្តៅតិចជូនគ្រូអាចារ្យរបស់ខ្លួនច័ន្ទគោរពនឹងគោរពគ្រូណាស់ហ្នឹងហើយដល់ចឹងទៅក៏ចូលធម្មតាយើងរស់នៅកន្លែងផ្ទះសម្បែងយើងមុននឹងទៅណាមកណាយើងពេលចេញទៅហើយហ្នឹងក៏យើងនៅអឡោះអាល័យមុននឹងចេញយើងរស់នៅធ្វើរបៀបណាហ្នឹងគឺយើងវានៅជាប់ចិត្តអញ្ចឹងហើយចូលនោះធ្លាប់នៅនឹងកាច់អុសនឹងងាប់នឹងយកមកដាំទឹកក្តៅជូនលោកតាមនីឥសីជាគ្រូសម្បាច់ជើងដៃបំរើគ្រូអញ្ចឹងពេលល្ងាចពេលព្រឹកអីចឹងទៅធ្លាប់នឹកឃើញនៅការសិក្សារបស់ខ្លួននៅលើផែនថ្មអង្គុយធ្វើជាកៅអីក្នុងព្រៃភ្នំក្រំថ្មខំសិក្សារៀនសូត្រទៀតនឹកឃើញទាំងអស់នឹកឃើញនៅឧបការៈរបស់គ្រូនឹងគុណរបស់គ្រូមនីឥសីដែលខំបង្រៀនដល់ខ្លួននឹងច័ន្ទគោរពនឹងនឹកឃើញគុណគ្រូសពបែបយ៉ាងតែនៅមានចម្ងល់ឆ្ងល់ថាលោកតាបានផ្ដាំថាត្រឡប់ដែលផ្ដល់មកឲ្យនេះចងដៃមកនេះហាមផ្ដាច់មិនឲ្យបើកនៅតាមផ្លូវឬក៏ក្នុងព្រៃអីទេដល់ផ្ទះនឹងទើបឲ្យបើកមិនដឹងជាមានស្អីនៅខាងក្នុងត្រឡប់នឹងលោកតាចងដៃអញនឹងមិនដឹងជាមានមាសមានពេជ្រឬក៏មានវត្ថុស័ក្តិសិទ្ធិអីឆ្ងល់ក្នុងចិត្តខ្លាំងតែដល់តែឆ្ងល់ចឹងទៅទប់អត់បាននឹកឃើញតែជប់នៅក្រោមដើមឈើមួយនឹកក៏គិតពិចារណាលោកតាចងដៃឯងជាគ្រូមិនដឹងជាមានស្អីក្នុងហ្នឹងណានឹកឃើញម្យ៉ាងថាអញបើកទៅគ្រូផ្ដាំថាមិនអោយបើកហើយទៅដល់ផ្ទះមិនអោយបើកគិតពិចារណាចុះឡើងអញបើកឬក៏មិនបើកហើយក៏ច
ចិត្តមួយគេហៅចិត្តប្រមាទណាតែប្រមាទចំពោះគ្រូយើគ្រូផ្ដាំដូចជាគ្មានអីទេគាត់តែបើកមើលឃើញទេមិនខុសអីអំពីការសិក្សាអំពីគ្រូខ្លះសិស្សខ្លះហ្នឹងហ៊ានពោលពាក្យហ៊ានប្រមាទមានសិស្សខ្លះនិយាយដល់ដើមគ្រូទៅទៀតទៅប្រមាទគ្រូឯងទៀតហ្នឹងក៏មានដែររៀនពីគ្រូហើយប្រមាទគ្រូឯងក៏មានដែរអាហ្នឹងសេចក្តីប្រមាទហ្នឹងបានជាព្រះអង្គលោកចាត់ទុកថាជាសេចក្តីវិនាសនឹងសេចក្តីប្រមាទគឺជាប្រធាននៃសេចក្តីវិនាសហើយដល់ចឹងទៅតទៅទៀតទៀតច័ន្ទគោរពនឹងស្រាប់តែគិតពិចារណាក្នុងចិត្តចាអញបើកមើលចឹងគ្រាន់តែមានគំនិតប៉ុណ្ណឹងបានន័យថាប្រមាទចំពោះគ្រូហើយគ្រូផ្ដាំមិនឲ្យបើកខ្លួនហ៊ានសម្រេចចិត្តដោយខ្លួនឯងបើកដល់តែពេលបើកទៅឃើញតែឃើញអីទេឃើញស្រីរូបស្រីម្នាក់បើកទៅចេញស្រីម្នាក់មកផ្លែតគាត់តែចេញពីតឡាត់មកទៅជាធំហ្មងទេធំស្អាតនេះសែនស្អាតណានឹងស្អាតណាស់ច័ន្ទគោរពនឹងក៏បានកំណត់នាមឲ្យនាងនឹងស្អាតយ៉ាងនឹងស្អាតដាក់ឈ្មោះថានាងអមរានឹងស្អាតណាស់នឹកឃើញថាយកមកធ្វើជាប្រពន្ធហើយលោកតាឥសីចងដៃអញនឹងគឺចងដៃនឹងនាងអមរានឹងហើយឲ្យមកជាប្រពន្ធរបស់ខ្លួនឯងក៏សប្បាយរីករាយប៉ុន្តែអត់បានចាប់ភ្លឹកអំពីការបំពេញទៅលើពាក្យបញ្ញត្តិអវាទរបស់គ្រូទេដំបូលមានរបស់គ្រូទេអត់មាននឹកឃើញភ័យខ្លាចអីទេនឹងពេលវាមិនទាន់មានគ្រោះថ្នាក់ណាអត់មានទាន់ដឹងអីដល់តែពេលច័ន្ទគោរពនឹងបាននាងអមរានឹងមកធ្វើប្រពន្ធនៅគៀកកោយក្នុងព្រៃនឹងជាមួយនឹងគ្នាទៅហើយក៏ធ្វើដំណើរនឹងទៅតាមព្រៃនឹងធ្វើដំណើរទៅឯនគរវិញទៅទទួលបច្ច័យអាក្រក់ទៀតកម្មអាក្រក់បណ្ដាលមកទៅពើប្រទះជាមួយនឹងចៅ500នាក់ចៅ500នាក់នឹងគឺមានដាវលំពេងធ្នូស្នាគ្រប់ដៃទាំងអស់មកពាត់ចោមរោមឃើញមនុស្សហើយចុះអ្នកប្លន់ណាចៅអ្នកប្លន់ឲ្យតែឃើញមនុស្សរៀងស្អាតរៀងអីនឹងដឹងថាមានរតនវត្ថុមានកហបណៈជាមាសជាព្រះអីហើយបើអញ្ចឹងទៅមកស្ទាក់កម្រាមហ្មងតែបើស្ទាក់កម្រាមទៅអីធម្មតាច័ន្ទគោរពទៅចេញពីសិក្សាពីមនីឥសីផងដូចជាមានចិត្តចង់សាកល្បងក៏បានចាប់តទាល់គ្នាដែរតទាល់គ្នាដោយដៃនឹងដៃនឹងរបស់បីតទាល់ជាមួយនឹងចៅនឹងរហូតដល់ចៅទាំង500នឹងត្រូវស្លាប់នៅសល់តែមេចៅមួយសល់តែមេចៅមួយសល់មេចៅនឹងក៏បានកាច់ច្របាប់គ្នាបោកគ្នាត្រឡប់ចុះត្រឡប់ឡើងយ៉ាងខ្លាំងហើយចុះវាមានថ្មីដៃវាដែរមេចៅធ្វើជាមេគេមួយវានៅក្នុងព្រៃវាមានវិជារបស់វាដែរដល់អញ្ចឹងទៅបីគ្នាដោយដៃនឹងដៃនឹងខ្លាំងក៏ចាប់កាច់ច្របាប់បោកចុះបោកឡើងទៅគៀកគ្នាជាប់ទាំងចំហកាច់ផ្ដួលគ្នាទាំងចំហច័ន្ទគោរពនឹងបានស្រែកមកនាងមរាអមរាអូនហុចដាវមកឲ្យបងហុចដាវមកឲ្យបងចាក់សម្លាប់ឲ្យមេចៅនឹងអន្តរថៃនេះឲ្យវាស្លាប់ស្រែកហៅហើយនាងអមរាជាប្រពន្ធទេជាប្រពន្ធមានចិត្តគួចស្រឡាញ់មេចៅនឹងគួចស្រឡាញ់មេចៅពេលដែលប្តីស្រែកហៅទៅច័ន្ទគោរពស្រែកហៅអមរាហុចដាវមកឲ្យបងសម្រាប់ចៅនាងអមរានឹកឃើញចៅស្អាតជាងប្តីអញទៅទៀតបើអញឲ្យដាវទៅប្តីអញសម្រាប់ចៅនឹងអញអស់បានចៅនឹងធ្វើប្តីហើយអញ្ចឹងអញហុចដាវទៅឲ្យប្តីប៉ុន្តែហុចផ្លែដាវមុខដល់ស្រួយទៅឲ្យប្តីហើយកំពុងតែគៀកគ្នាជាប់ហុចដងនេះទៅឲ្យចៅហ្មងហុចដងទៅឲ្យចៅចាប់ដងបានហូតខ្វោកពីដៃនាងអមរាចៅទំលាយទ្រូងទៅច័ន្ទគោរពដួលស្លាប់នៅកន្លែងនឹងតែម្ដងឃើញទេដួលស្លាប់តែម្ដងតែនឹងមិនខុសអីអំពីយើងសពថ្ងៃទេជួនកាលទៅសេចក្តីវង្វេងរបស់យើងចង់បានពេកទៅជួនកាលទៅមានគ្រួសារហើយទៅភ្លេ
គ្រាកំសត់កំរជាមួយគ្នានេះទេនឹងហើយចាំមើលទីបំផុតរបស់នាងអមរាយ៉ាងម៉េចទេនិយាយអំពីច័ន្ទគរុកត្រូវដាវរបស់ខ្លួនដែលចោលបានហូតពីប្រពន្ធមកឲ្យចាក់សម្រាប់ដួលស្លាប់នៅនឹងកន្លែងហើយនាងអមរាក៏ស្ទុះទៅអោបមេចោលនោះស្រែកថាបងទេចោលនោះក៏នឹកឃើញថានាងនឹងមានគុណសម្បត្តិត្រង់ឲ្យដាវមកឲ្យអញសម្រាប់ប្តីវាក៏ទទួលយកនាងនឹងធ្វើជាប្រពន្ធប៉ុន្តែនៅតែមានការខ្លាចទៀតខ្លាចត្រង់កន្លែងនាងអមរានេះមានប្តីហើយប្តីស្លូតប្តីត្រង់កំសត់កំរដើរកាត់ព្រៃជាមួយគ្នានៅពេលមានអាសន្នមានរឿងប៉ុណ្ណឹងហ៊ានលះបង់នៅប្តីរបស់ខ្លួនមកយកខ្លួនជាមេចោលនេះទៅវិញឲ្យសម្រាប់ប្តីឯងមេចោលនឹកគិតក្នុងចិត្តថាអញយកអ្នកនឹងស្អាតក៏ប៉ុន្តែយកមួយដំណើរសិនទេឃើញទេដល់តែពេលនោះទៅទាំងមេចោលនឹងក៏ចេះស្រឡាញ់ហើយណែនឹងប៉ុន្តែតែបន្ទុកចិត្តនាងនឹងចឹងហើយនាងនឹងមានទៅគិតអីគិតតែស្រឡាញ់មេចោលនឹងឃើញថាប្រហែលប្តីវាកំសត់កំរវាហ៊ានសម្លាប់ចុះតម្រាំអញជាចោលថ្ងៃខាងមុខវាស្រឡាញ់គេផ្សេងទៀតវាសម្លាប់អញចឹងទៅក៏បានគិតក្នុងចិត្តចេះតែចាំមើលឱកាសពេលមួយនោះក៏បានទៅដល់ដើមឈើដែលមានផ្លែមួយទៀតផ្លែឈើនឹងឡើងទៅបេះផ្លែដូចផ្លែឧទុំពោទៅឯងព្រមមានផ្លែស្វាយទេផ្លែឧទុំពោប្រើនាងអមរាឲ្យឡើងទៅបេះហើយចុះស្រីតែកាលណាស្រឡាញ់គេខ្លាំងហើយស្រឡាញ់ប្រុសខ្លាំងហើយប្តីប្រុសនឹងចង់ប្រើធ្វើអីចេះតែស្គប់ចិត្តហើយឡើងទៅបេះនាងនឹងក៏ឡើងទៅបេះទៀតឡើងទៅបេះបោកដើម្បីឲ្យខ្លួនសម្រាប់អាស្រ័យនៅគុលនេះហើយឡើងទៅទទួលចោលនឹងឃើញនាងនឹងឡើងទៅដល់ចុងពងតែបេះហើយក៏បានយកបន្លាមកស្រះចោលឲ្យជាប់ឲ្យណែនមិនឲ្យចុះរួចនាងនោះក៏ស្រែកមកថាបងមិនក៏ធ្វើដូចនេះមិនក៏យកបន្លាមកស្រះខ្ញុំចឹងប្រាប់ថានាងឯងនៅលើនឹងទៅយើងលេងនៅជាមួយតែឯងទៀតហើយយើងមិនហ៊ាននៅជាមួយតែឯងទេគ្រាន់តែប្រាប់ប៉ុណ្ណឹងនាងហាក់បីដូចជាធ្លាក់ថ្លើមក្ដុកហេតុអ្វីបានទៅជាចឹងនេះត្រង់កន្លែងហ្នឹងឯងបាននឹកឃើញថាប្តីអញកាលដែលមានរឿងអញឲ្យដាវទៅចោលគេសម្លាប់ប្តីឥឡូវស្លាប់ឥឡូវមកយកចោលនេះធ្វើជាប្តីចោលនេះក៏ដល់នៅការលេងចូលចិត្តជាមួយអញស្រះបន្លាឲ្យអញជាប់នៅនឹងដើមឈើស្រែកយំដែរអង្វរដល់ចោលនឹងបានគិតក្នុងចិត្តហើយថានាងអមរានាងនៅទីនេះទៅនេះហើយគឺជារង្វាន់របស់នាងដែលនាងហ៊ានសម្លាប់ប្តីឯងហុចដាវមកឲ្យយើងសម្លាប់ប្តីនាងឯងសាហាវណាស់បើយើងបាននាងឯងទៅមុខទៀតនាងឯងពេញចិត្តនឹងអ្នកដតីនាងឯងហ៊ានសម្លាប់យើងហើយកន្លែងហ្នឹងទេនឹងកន្លែងហ្នឹងឯងកន្លែងដែលខកខ្លួនណាខកខ្លួនឯងនាងអមរាស្រែកត្រហូរយំពីលើដើមឈើមកអបឲ្យចោលនឹងស្រាយបន្លាចេញតែចោលអត់ទេប្រាប់ថានាងឯងនៅចុះយើងទៅហើយមាសប្រាក់ដែលយើងមានប៉ុន្មានគឺយើងយកទៅហើយនាងឯងនៅទៅតាមយថាកម្មរបស់នាងឯងទៅហើយក៏លាទៅទៀតចោលទៅក៏ធ្វើដំណើរទៅបាននាងអមរានៅស្រែកត្រហូរយំនៅលើនឹងទៅយូរទៅដោយបុត្ររបស់តាឥសីត្រូវសាបទៅនាងនោះក៏คล้ายខ្លួនមកជាសត្វតូចស៊ីផ្លែឈើនឹងរហូតអត់ចំណីអាហារទៅคล้ายខ្លួនជាសត្វតូចស្រែកយ៉ាងក្រលួចនៅក្នុងព្រៃសម្រក់ទឹកភ្នែកឲ្យតែរសៀលគោកភ្នំក្រហមនៅខាងលិចហើយទិសខាងលិចហើយសត្វតូចស្រែកហើយតូចក៏លួចទៀតចឹងបាន
đôi chỉ đâu ti còn lại cái hao suôn sắt để biên say sao sắt áo tay rồi chia cô phun bê cờ hòm khẳng lạch hơi sắt tôi sai chứ tiền sai ao còn lúa cô ao dư cầm sắt luôn đó tiền thấy đấy đừng ai đừng ai so mà chợ khơi thả liếng amara đây ai say ban tròn đầy đal chăn cửa rụp ban số đồ rúp đạn được không trở lắp ham mình ơi bao tam phơi chăn cửa rụp mình sẽ đập đâu đập bồn biên đâu bận đâmเอาวาดระบบครูเตเติบกรธนะย่านาไม่เดินขนมพระพุทธศาสนาก็โดยฉบับได้เดินขนมการศึกษาเรียนโซนเจียอบาสะเจียอบาสิกายืงโยกเดินพระพุทธประโทประซังเจียตีพึ่งตีระลึกระบายยืงก็ปนแต่เดินเปลได้ยืงบัดบานพิจารณาพลอดสติสมาร์ได้โดยโมหะโทจูนการเมียนสิกได้ประมาทตะดอลคุณประพุทธตะดอลคุณประโทตะดอลคุณประซังระโหดประมาทตะดอลครูอาจารย์ระบอกล้วนการประมาทการได้เบียเกยเด็กครูอาจารย์ระบอกล้วนนี่จิตตุนะเบอร์นี้ยังปีกรุตุนับประโมยางเบียนกาลวกตัวเตยเด็กครูวิเวียนโตได้ไอหายดีเย่ดามครูต่อบอดนึงครูประมาทเบอร์เย่ครูวัยรึกทมเจียงครูบรรอาเปอจะปกครูกรุโตนับประโมยางนี่คือสำหรับศึกษาในศึกษาในขนมสำนักครูอาจารย์พระพุทธศาสนาก็ได้เต้าจะได้ศึกษาเอาบ้านใจจำตรองนั้นหายบ้านเชี่ยแล้วขนมไงอุปสรรคสัลมาดองที่บรรลุยืงไทยจะนอมมกเนื้อเอาวาดนำไปเอาไว้นำไปบรรแทนจะลือสัลในบ้านการรู้เฉยหนึ่งเรียบใบโดยจีเบียดาใบตาได้เรียบซ้ำกุมเอาบทไตรบทตราเมียนกูสรกอวิสนาอนาคตเฮยแต่ใจเกี่ยกอบรดเฮยพนำพยาเอาโกนใส่โกนพรอโกนบังการโกนประสาคัดคอมรกซีเมียนกาอัตวัตเดาขนมจีวิตระบบล้วนเมียนกาต่อสู้เมียนกาปรังแปลงดับใบเชียประยอยดอลขลุ่นหายใจเรียซาพดเพลิงจากใบเพลิงคราวเดือเพลิงขนมฟองได้มันเอาโดนโจรบอกนี่คือเชียบรรดาบรรดาพญายางนาไม่ประพุทธชีบจ้าการพระองค์เมียนไปจนเดินก็โลกเมียนกาพนันพญาโดยฉบับได้สบรพุทธบริษัทจิตติกรุบจิตติบิดไกรเดินขนมไงเอาปอสัตสัลดิจองบัจเจจูนธาตาเอาไว้เจสัลสัลบานในทายนาสัลบานในทาตุมลวบบานในทาพรอกระไดบานในทาสังรวมบานในทากามันประพฤติเอาก่อนล้อบานในทากาวิจาโดเปลือกกระปอนตายขนมตีนี่สมเลิกโยกบอกเดิมขนมจุดดักมวยตรองทาสลปลายทาตุ่มลอบนี้คือใจเจนจากปีประกาตุ่มลอบมวยเชี่ยตุ่มลอบเท่าการเดาซัลตามกันโลกพระพุทธศาสนาตุ่มลอบมวยเตี้ยตุ่มลอบมวยได้เชี่ยตุ่มลอบกล่าวพระพุทธศาสนาเหมือนแม่เจสัลโดยเชี่ยตุ่มลอบเดาขนมกาหกเดาทั่วไว้หกเดาเอาไว้ทลบเพื่อไว้โดยเจตทลบบริโภคอาศัยเนื้อสัตว์เนื้อสัตว์มันบานสำหรับคือตุ่มลบทามันบริโภคจังการตามตุ่มลบน้องตุ่มลบบอยเตี้ยดำใบสิกระไดละอ้อเต้าแต่ดอกอ้าวเต้าแต่ดอกข้าวข้าวทะเลบังโดยศาสนาอาจารย์เจดามศาสนาอาจารย์คือจิตศาสนามวยอากราบกายเด็กโจตะบัวบรอตุกปุกบวดเวงสะเวงหายอากราบกายอาการกายนี้โดยเมียนตะเทโยธาเลี้ยบังมันโดยศาสนาประพุทธี
លះបង់ទាំងខោលះបង់ទាំងអាវលះបង់ទាំងសេចក្តីខ្មាស់អៀនមិនស្លៀកពាក់ខោអាវទេទម្លាប់នេះគឺជាទម្លាប់សាសនារបស់អាចារ្យទម្លាប់ដទៃទៀតបើមិនបានបំពេញទៅលើគេទេគឺមិនបានជោគជ័យទេមិនបានល្អទេត្រូវតែប្រព្រឹត្តទៅដោយលក្ខណៈនោះទៅបានប្រសើរតែទម្លាប់ហ្នឹងមានទម្លាប់ច្រើនប្រការទៀតដូចជាคล้ายមកទល់សពថ្ងៃទម្លាប់នឹងវាคล้ายទៅជាទម្លាប់ដ៏អាក្រក់ក្រៅព្រះពុទ្ធសាសនាជួនកាលមេដាបិតាញាតិកាខ្លះច្រើនពោលពាក្យទម្លាប់ថាកូនស្លាតពេលកូនចេះយករបស់អ្នកដទៃលួចរបស់អ្នកដទៃចេះគេងចេះប្រវាញ់ចេះបោកចេះប្រាស់ចេះកញ្ឆក់ចេះកដៀតរបស់ទ្រព្យអ្នកដទៃចេះពោលពាក្យជេរប្រតិចប្រាសាទៅជនដទៃទម្លាប់នឹងមេដាបិតាញាតិកាខ្លះសរសើរថាកូនស្លាតរហូតទម្លាប់បង្រៀនបង្ហាត់កូនបើមានបញ្ហាជាមួយអ្នកដទៃធ្វើយ៉ាងណាឲ្យបានតែខាងឈ្នះវាយដំកាប់ចាក់កុំឲ្យចាញ់គេបើជេរកុំឲ្យចាញ់គេបើបោកប្រាស់កុំឲ្យចាញ់គេហើយលើកសរសើរថាកូនខ្លួនជាអ្នកប្រសើរជាអ្នកស្លាតជាអ្នកចំណាប់នេះទម្លាប់នឹងមិនមែនជាទម្លាប់នៅក្នុងសិលក្នុងព្រះពុទ្ធសាសនាទេមិនមែនទេទម្លាប់នេះគឺជាទម្លាប់ក្រៅព្រះពុទ្ធសាសនាទម្លាប់នេះកាលណាធ្លាប់យូរទៅបានមកនៅពាវេរាបើទម្លាប់សម្រាប់សត្វទើបបរិភោគអាហារពាវេរានឹងត្រូវគេសម្លាប់វិញបើទម្លាប់បោកប្រាស់ភូតធរលួចប្លន់អ្នកដទៃទម្លាប់នេះបានមកពាវេរាជួបប្រទះនៅក្នុងជាតិកំណើតរបស់ខ្លួនសុទ្ធតែការបោកប្រាស់និងកេងប្រវ័ញ្ចពីជនដទៃហើយបើក្នុងជាតិនេះមិនទាន់អស់ជីវិតទេកម្មពាវេរាដែលអ្នកបានសាងនេះជាទីស្អប់ជាទីខ្ពើមរបស់មនុស្សសត្វទាំងឡាយជាធម្មតាសត្វក៏ចង់រស់មនុស្សក៏ចង់រស់ហើយមនុស្សក៏ចង់គង់វង្សទ្រព្យរបស់ខ្លួនក៏ចង់គង់វង្សគេក៏ចង់គង់វង្សចង់រីកចម្រើនចង់សេចក្តីសុខតែបើត្រូវគេសម្លាប់ត្រូវគេបោកត្រូវគេប្លន់ត្រូវគេលួចហើយតើអ្នកម្ចាស់ទ្រព្យនោះមានសេចក្តីក្តៅក្រហាយដែរឬទេពិតមែនតែបាត់របស់នោះក៏ប៉ុន្តែការចងកម្មចងពាវេរាតាមរោគតាមផ្ដន់ទាដោយកំបិតពុថៅដាវលំពេងជាក់ជាមិនខានរហូតដាស់បណ្ដាសាទៅទៀតនេះការទម្លាប់របស់យើងដែលខុសអំពីសិលរបស់ព្រះសម្មាសម្ពុទ្ធនេះទម្លាប់នេះមិនរាប់ចូលថាទម្លាប់ជាសិលទេសិលប្រែថាទម្លាប់សំដៅទៅលើការទម្លាប់ល្អធ្លាប់កាប់ធ្លាប់សម្លាប់ធ្លាប់លួចប្លន់ប្រព្រឹត្តខុសក្នុងអំពើពាលិអវាសែភោកុហកនឹងសេពនៅគ្រឿងញៀនផ្សេងគ្រឿងសម្បឹងផ្សេងត្រូវលះបង់នៅទម្លាប់ហ្នឹងឲ្យពេលណាដែលយើងពើប្រទះទៅនៅជីវិតសត្វនិងសង្ខារទាំងឡាយមានការធ្លាប់វាចាតែម្ដងការធ្លាប់ឃើញវាចានៅការកាប់សម្លាប់ឃើញរបស់គេវាចានៅការកាន់យករបស់គេដែលគេមិនឲ្យការធ្លាប់នេះហើយបានទៅជាសិលចឹងសិលប្រែថាទម្លាប់សំដៅទៅលើទម្លាប់ល្អមិនមែនទម្លាប់និយាយដើមគេទម្លាប់ជេរប្រមាថគេកាប់សម្លាប់គេបោកប្រាស់គេភូតភរកុហកគេហើយចាត់ទុកថាសិលនោះទេមិនមែនទេសិលនោះគឺជាសិលរបស់សាសនាអាចារ្យអីនោះទេដូចជាទម្លាប់អាក្រានកាយបើចូលទៅបួសហើយគឺលះបង់ឲ្យស្អាតលះបង់ខោលះបង់អាវនឹងហើយដើរកាត់ភូមិអ្នកស្រុកនឹងទទួលនៅអាហារដែលគេឲ្យមកទម្លាប់នេះក្នុងព្រះពុទ្ធសាសនាមិនចាត់ចូលនៅក្នុងសិលទេដូច្នេះនាថ្ងៃឧបោសថសិលនេះខ្ញុំបករណាខ្ញុំមិនបានលើកនៅខ្លឹមសាររបស់សិលនឹងឲ្យបានគ្រប់គ្រាន់ទេតែលើកនៅក្នុងចំណុចរបស់សិលនេះត្រង់បញ្ជាក់ថាសិលប្រែថាទម្លាប់ហើយទម្លាប់នៅក្នុងការកាន់នេះគឺសំដៅទៅលើទម្លាប់ត្រូវទម្លាប់ល្អតាមមាត្រាសិក្ខាបទ5សិក្ខាបទ8សិក្ខាបទ10កម្មបទ10កម្មបទ20កម្មបទ80ជាដើមវាចាទៅកើតទៅជាសិលត្រង់នេះហើយសិលប្រែថាទម្លាប់គឺបានន័យថា
ធ្លាប់វាចាធ្លាប់ធ្វើនៅសេចក្តីល្អទាំងអស់ទើបកើតទៅសិលហើយនឹងលើកឡើងអំពីអវាទនិងបណ្ដាំផ្សេងដោយលើករឿងប្រច័ណ្ឌគោរពនេះដើម្បីមកប្រកេតនៃជំរាបជូនដើម្បីជ្រាបថាពាក្យអវាទនិងដំបូលមានផ្សេងគឺមានសារៈសំខាន់មានខ្លឹមសារណាស់បន្ថែមទៅលើចំណេះដឹងរបស់យើងបើយើងរក្សាសិលហើយយើងមិនបានមើលនៅអវាទរបស់ព្រះទេឬក៏មិនបានទទួលនៅអវាទរបស់គ្រូអាចារ្យណាទេសិលរបស់យើងមិនអាចគ្រប់គ្រាន់ក្នុងការថែរក្សាទេប្រៀបបីដូចជាបុគ្គលមានគោហើយមិនស្គាល់គោមិនថែគោមិនដឹងនៅទីកន្លែងសម្រាប់ងូតទឹកគោហើយឲ្យគោគ្រាបថឹកនៅទឹកហើយនៅទីស្មៅរបស់ខ្លួនដែរកាលណាបើបុគ្គលរក្សាគោមិនដឹងហើយនោះគោនោះក៏មិនអាចគង់វង្សក៏មិនអាចថត់ធំរីកចម្រើនដែរតែតែអន់ទៅវិនិច្ឆ័យទៅរហូតដល់ការស្លាប់បាត់បង់នៃជីវិតនៃសត្វគោយ៉ាងណាមិញសិលដែលយើងកាន់ក៏ដូចនោះដែរកាលណាយើងមិនបានទូលមានគ្រានប្រដៅស្ដាប់នឹងការយល់អំពីកិច្ចដែលត្រូវកាត់ទេសិលទាំងឡាយក៏មិនអាចផូរផង់រីកចម្រើនកាលណាមិនរីកចម្រើនហើយអានិសង្ឃរបស់សិលសីលេនសុគតិយន្តេសិលដែលនាំឲ្យទៅកាន់សុគតិភពគឺមិនបានសម្រេចតាមបំណងទេសីលេនភោគសម្បទាសិលដែលនាំឲ្យបានសម្រេចដោយភោគទ្រព្យក៏មិនបានសម្រេចដែរសីលេននុបតិយន្តេសិលដែលនាំឲ្យបានសម្រេចនៅទីរំលត់ទឹកគឺព្រះនិព្វានក៏មិនបានដូចបំណងដែរដូច្នេះហើយបានជាអវាទនៅបណ្ដាំផ្យារបស់សិលមានតាំងពីសម័យព្រះសម្មាសម្ពុទ្ធនោះដោយខ្ញុំកណាបានលើកបកសេចក្តីខ្លះមានប្រមាណប៉ុណ្ណេះដោយពេលវេលាសំគួរដល់ការនឹងបញ្ចប់ផងក៏សូមគោរពជម្រាបលានឹងវិលបញ្ចប់វិញតាពេលវេលាទៅមកដល់ដែរសូមសុខសួស្តីសេរីសុខាមហាប្រសើរនិងសិលប្រែថាទម្លាប់ឲ្យคล้ายទៅជាទម្លាប់ល្អរបស់ឧបាសកបាសិកាពុទ្ធបរិស័ទគ្រប់កាលគ្រប់វេលាកុំបីឃ្លីកឃ្លាតឡើយអនុមោទនីនៅអំពើបាបនៅអំពើអកុសលដែលឧបាសកខំព្យាយាមនឹងប្រណិប័តធម៌ដូចតទៅក្នុងអកុសលណែករណីករណីកិច្ចអករណីកិច្ចនិងអំពើអាក្រក់ដែលចេះតែធ្វើគឺគ្មានដឹងបាបដឹងបន់អីនិងអរណីកិច្ចចឹងខ្ញុំសូមឆ្លើយតែប៉ុណ្ណឹងទៅគ្រូធ្វើដោយអ្នកមានសិលគឺប្រណិប័តថាជៀសវាងនៅអំពើបាបដោយអំពើលួចប្លន់គេជាដើមនៅអំពើយើងធ្វើល្អខំប្រណិប័តធម៌ជៀសវាងនៅពើអាក្រក់ហើយនឹងថ្ងៃដល់ថ្ងៃសិលហ្នឹងគឺខំបិទពៀនចិត្តសម្រួមកាយសម្រួមចិត្តដោយវាចានឹងខ្ញុំសូមឲ្យសាធុលោកគ្រូខ្ញុំមកករណាមុននឹងឆ្លើយខ្ញុំមកករណាសូមថ្វាយបង្គំដល់គុណព្រះរតនត្រ័យព្រមទាំងបករណាទាំងអស់នឹងលោកជាយលោកតាទាំងអស់ចឹងក៏ខ្ញុំបករណាសូមឆ្លើយសំណួរដែលលោកគ្រូបានសួរអំពីករណីយកិច្ចនិងអករណីយកិច្ចរបស់ឧបាសកឧបាសិកានិងព្រះសង្ឃអញ្ចឹងក៏ខ្ញុំសូមឆ្លើយថាករណីយកិច្ចគឺកិច្ចគប្បីធ្វើអំពើល្អមានសិលសមាធិបញ្ញាគឺសិលគឺប្រណិប័តទៅតាមសិក្ខាបទទាំងឡាយគឺសិល5សិល8និងសិល10របស់សាមណេរនិងភិក្ខុគឺសិល4ហើយករណីយកិច្ចដែលប្រព្រឹត្តទាំងអស់នេះក៏ជៀសវាងអំពើអកុសលទាំងឡាយគឺយកតែកុសល
ហើយម្យ៉ាងទៀតក៏ខ្ញុំសូមឆ្លើយនៅកិច្ចប្រណិប័តហៅថាអករណីយកិច្ចអករណីយកិច្ចនេះគឺថាអំពើដែលធ្វើជាអកុសលនោះគឺមានសម្លាប់សត្វមួយនិងលួចទ្រព្យគេមួយនិងប្រព្រឹត្តខុសក្នុងកាមទាំងឡាយមួយហើយនឹងភូតភរកុហកនិងផឹកទឹកស្រវឹងគឺអំពើជាអកុសលទាំងនេះហើយបានជាហៅថាអករណីយកិច្ចអញ្ចឹងខ្ញុំបករណាសូមឆ្លើយតែប៉ុណ្ណេះសូមខ្វះខាតអីសូមលោកគ្រូបំពេញថែមខ្ញុំបករណាសូមជាកិច្ចបន្តបន្ទាប់ពីនេះទៅខ្ញុំករណាខ្ញុំបាទសូមឱកាសដើម្បីនឹងរួមក្នុងការបំពេញនៅកិច្ចធម្មទានសាកច្ឆាធម៌ទៅលើប្រធានបទហ្នឹងថ្ងៃនេះគឺជាថ្ងៃសៅរ៍14រោចខែមករាឆ្នាំថោះត្រីស័កពុទ្ធសករាជ2555ត្រូវនៅថ្ងៃទី25ខែធ្នូឆ្នាំគ្រិស្តសករាជ2011នាវេលារសៀលនៅទីមណ្ឌលបស្សនាធុរៈបានបើកសាកច្ឆាធម៌ទៅលើប្រធានបទនឹងគឺករណីយកិច្ចនិងអករណីយកិច្ចហើយនៃការលើកមកនេះគឺមានបកណាម្ចាស់ក៏ដូចជាលោកយាយឧបាសិកាដែលជ្រះថ្លាបំពេញកិច្ចធម្មទានបានឆ្លើយនៅក្នុងបញ្ហានោះខ្លះហើយក៏ប៉ុន្តែនេះគឺជាកិច្ចមួយដែលខ្ញុំកណាសូមឱកាសចូលរួមដើម្បីនឹងសាកល្បងបំភ្លឺទៅលើខ្លឹមសារនៃប្រធានបទនៅក្នុងប្រធានបទដែលបញ្ជាក់ប្រគេនជូនអង្គសាកច្ឆាគឺករណីយកិច្ចប្រែមកថាកិច្ចគួរក៏បីធ្វើក៏បីបំពេញឬក៏បីប្រព្រឹត្តនឹងហើយទី2អករណីយកិច្ចគឺកិច្ចដែលព្រះអង្គហាមឃាត់មិនត្រូវធ្វើមិនត្រូវបំពេញនឹងមិនត្រូវប្រព្រឹត្តទេគឺត្រូវលះបង់ចេញនឹងគឺជាអករណីយកិច្ចក្នុងព្រះពុទ្ធសាសនាយើងមានតែ2នេះទេដែលជាគោលសំខាន់ណាព្រះធម៌ដែលព្រះអង្គបានត្រាស់ដឹងនៅក្រោមម្លប់ពោធិព្រឹក្សលើរតនបល្ល័ង្កផ្ចាញ់មេរាធិរាជរួចហើយព្រះអង្គបានត្រាស់ដឹងនៅសព្វញ្ញុតញ្ញាណសពបែបយ៉ាងទាំងអស់ហើយក៏ដល់ពេលដែលព្រហ្មរតនាមកគឺព្រះអង្គទ្រង់ត្រាស់សម្ដែងនៅក្នុងធម៌ទាំងឡាយសរុបទៅមាន 84000 បឋមខណ្ឌ 84000 បឋមខណ្ឌហ្នឹងគឺចែកពោលដោយខ្លីទៅថាពាក្យព្រានប្រដៅហ្នឹងគឺពាក្យព្រានប្រដៅរបស់ព្រះពុទ្ធហ្នឹងគឺមានប៉ុន្មានគឺមាន3ទី1គឺសពបាបស្សអករណੰទ្រង់ហាមមិនឲ្យធ្វើអំពើបាបដោយកាយវិចាចិត្តកុសលសោបសម្បទាឲ្យបំពេញកុសលឲ្យដល់ព្រមសច្ចតបរិយោតៈពេណាំងឲ្យជំរះចិត្តរបស់ខ្លួនចាកគ្រឿងសៅមងទាំងឡាយទាំង3នេះឲ្យឈ្មោះថាជាសាសនាឬក៏សាសនាពាក្យព្រានប្រដៅពាក្យព្រានប្រដៅនៅបទទី1ចាត់ចូលនៅក្នុងបទវិន័យនឹងវិន័យហ្នឹងគឺចែកជាធម្មខណ្ឌមាន 21000 ធម្មខណ្ឌព្រះសូត្រគឺមាន 21000 ធម្មខណ្ឌព្រះអភិធម្មមាន 42000 ធម្មខណ្ឌសរុបទាំងអស់មាន 84000 ប្រធមខណ្ឌជាពាក្យព្រានប្រដៅចែកចេញជា2នេះចែកចេញជា2ចែកចេញជាធម៌វិន័យ
វិន័យគឺព្រះអង្គហាមឃាត់មិនឲ្យធ្វើបានន័យថាបទវិន័យហើយធម៌គឺរាប់តាំងពីប្រសូតហៅថាសតនបិដកមាននៅក្នុងបិដកហ្នឹងប្រសូតហើយនៅព្រះអភិធម្មនឹងចាត់ចូលថាធម៌អញ្ចឹងរួមមកខ្លីទៅមានធម៌វិន័យនឹងឯងចែកចេញជាករណីយកិច្ចនិងអករណីយកិច្ចហ្នឹងករណីយកិច្ចកិច្ចក៏3ធ្វើគឺបានដល់ធម៌ពីរយ៉ាងបានដល់នៅវិន័យដែលយើងត្រូវកាន់ត្រូវប្រព្រឹត្តវាចាវិន័យតែកាលណាកាន់ទៅគឺយើងវាចានឹងនៅអំពើអាក្រក់ទាំងឡាយអានឹងចំពោះអករណីយកិច្ចអំពើអាក្រក់ទាំងឡាយយើងបោះបង់ចោលមិនគួរធ្វើព្រោះព្រះអង្គទ្រង់បញ្ញត្តិហាមឃាត់ហើយករណីយកិច្ចកិច្ចដែលយើងត្រូវបំពេញយើងចង់បញ្ជាក់មកថាការដែលត្រូវធ្វើការដែលមិនត្រូវធ្វើទាំងភិក្ខុសាមណេរទាំងឧបាសកទាំងឧបាសិកាអញ្ចឹងបទវិន័យគឺជាបទលោកទ្រង់ឲ្យច្រានចេញឲ្យលះបង់ចេញនៅអ្វីលះបង់ចេញនៅអំពើអាក្រក់ដោយកាយវិចារចិត្តហើយអំពើអាក្រក់ហ្នឹងមានអីជាមូលថាមានលោភៈមានទោសៈមានមោហៈដែលជាមូលជាហេតុនឹងដែលបែកខ្នែងចេញទៅជាបរិវារចង្កោមមានហ្នឹងគឺមានឧបកិលេសទាំង16ជាដើមមានតាំងពីធម្មភៈមុខរឹងមានតាំងពីមច្ឆរិយៈកំណាញ់មានតាំងពីមេយាលៈពុតមានតាំងពីកោធៈចងក្រោតទុកណាមានតាំងពីមខរមិលគុណមានតាំងពីមេនះលើកតម្កើងខ្លួនអស្មិមេនះនិងរឹងថ្អឹងមានតាំងពីអវិជ្ជាមានតាំងពីរាគៈមានតាំងពីលោភៈមោហៈជាដើមនឹងទាំងអស់នេះគឺឲ្យឈ្មោះថាជាអកុសលធម៌ដែលព្រះអង្គទ្រង់ហាមមិនឲ្យយើងធ្វើកញ្ញាជាអករណីយកិច្ចកុំសន្សំដូចជាផ្នែកខាងសាមណេរគឺព្រះអង្គទ្រង់បានបញ្ញត្តិនៅក្នុងបទវិន័យតាំងពីសិក្ខាបទ10តាណាអតនីអប្រាំមុសាសុរាវិកាលនច្ចគីមេលាឧច្ចាជាតិរូបសិក្ខាបទទាំង10នេះគឺព្រះដ៏មានពភាព្រះអង្គទ្រង់បញ្ញត្តិលោកហាមមិនឲ្យធ្វើហកស្អីទៀតទណ្ឌកម្ម10ឃើញទេនឹងហើយស្អីទៀតនេសនង្គៈ10ហើយស្អីទៀតសិក្ខយវត្ត75លោកវិជ្ជសិក្ខាបទ49បច្ចយសន្និសិទ្ធសិលស្ថិតនៅក្នុងការប្រើប្រាស់បច្ច័យ4នេះដែលព្រះអង្គលោកទ្រង់ឲ្យយើងនឹងលះបង់ចេញឃើញទេអំពើខុសឆ្គងដោយកាយវិចារចិត្តវិន័យដែលព្រះអង្គទ្រង់ហាមឃាត់ហ្នឹងគឺជាអករណីយកិច្ចហើយកិច្ចដែលត្រូវធ្វើអីទៀតថាត្រូវធ្វើឲ្យបានត្រឹមត្រង់ទៅតាមត្រៃសិក្ខា3សិលសិក្ខាការសិក្សាហាត់ពត់លត់ដំតាំងពីការរៀនការស្ដាប់ការទន្ទិញយកទៅប្រតិបត្តិតាមសិក្ខាបទនីមួយឲ្យកើតទៅជាសិលឲ្យឈ្មោះថាសិលសិក្ខាឃើញទេឲ្យឈ្មោះថាសិលសិក្ខាហើយសិលនេះជួនកាលកលែងដតីច្រឡំប្រសង្ឃក្តីដែលជាសាមណេរជួនកាលកាន់នៅវិន័យហ្នឹងគឺមិនបានទៅចាប់ភ្លឹកទេខំរៀនទន្ទិញតាំងពីសិក្ខាបទ10ទណ្ឌកម្ម10នេសនង្គៈ10សិក្ខយវត្ត75ល្អលរូទាំងអស់ប៉ុន្តែអត់បានកាន់ដល់អត់បានកាន់ហ្នឹងអត់បានឈ្មោះថារៀនទេអញ្ចឹងបានជាពាក្យមួយនិយាយថាអើយអាចេះពេកនោះវាគ្មានបានប្រយោជន៍ទេចេះពេកវាខ្លោចណាចេះពេកបានការនោះមើលអង្គនោះមើលយាយនោះមើលតានោះចេះពេកទៅប្រព្រឹត្តទៅច្រើនតែឆ្កងតែហ្នឹងពាក្យសម្ដីដែលយើងនិយាយឲ្យតម្លៃឬក៏ប្រកាន់ថាការដែលចេះឲ្យធ្វើខុសហ្នឹងវាជារឿងមួយមិនត្រឹមត្រូវជារឿងមួយមិនគួរអាហ្នឹងវាត្រូវក្នុងចំណែកតិចទេប៉ុន្តែអាការមិនដឹងនេះវាជាបញ្ហាជាមូលហេតុដ៏ធំដែលកើតពីអវិជ្ជានឹងអវិជ្ជា
អញ្ចឹងនៅក្នុងការសិក្សានេះវាមានចំណែកមួយរៀនទិញទន្ទិញចាំនៅបរិយ័តពាក្យពេចន៍ទាំងឡាយសម្ដែងសម្ដៅសូត្រស្វាធ្យាយអីគឺល្អិលហ្មងប៉ុន្តែដល់តែការប្រព្រឹត្តប្រតិបត្តិឲ្យស្គាល់តម្លៃទោតម្លៃគុណនៃធម៌ទាំងឡាយនីមួយគឺអត់បានដឹងដល់អត់បានដឹងចឹងទៅសិក្សារៀនព្រះបរិយត្តិធម៌ព្រះអង្គលោកចាត់ទុកថាចាប់ពោះពីកន្ទុយចាប់ពោះដែលមានពឹសណាពីកន្ទុយហើយពោះតែកាលណាចាប់ពីកន្ទុយហើយវាបកក្បាលបើកពពេចឹកអ្នកចាប់ហើយយ៉ាងណាមិញអ្នករៀនបរិយត្តិធម៌ចេះរៀនសូត្រហើយទន្ទិញចាំសម្ដែងបានប៉ុន្តែអត់បានចាប់ភ្លឹកទៅនៅក្នុងកិច្ចដែលត្រូវប្រតិបត្តិដល់អញ្ចឹងទៅវាទៅជាអីចឹងវាទៅជាកើតនៅកិលេសខ្លាំងហើយនេះវាកើតនៅមហិច្ឆតាយៈវាកើតមកនៅសង្កនិកាយៈវាកើតនៅសង្យោគាយៈនេះវាកើតនៅក្នុងវាកើតនៅកិលេសវាកើតនៅការច្របូកច្បល់ដោយពួកគណៈវាកើតនៅការប្រាថ្នាអសន្តតយាអត់ចេះសន្តោសតាមមានតាមបានកោសច្ចៈខ្ជិលច្រអូសជួនកាលនៅក្នុងសាសនាយើងនេះយើងគ្រាន់តែលើកជាឧទាហរណ៍ខ្លះទេមិនមែនថាអង្គណាមួយទេគ្រាន់តែជួនកាលចេះពេកទៅលោកអង្គខ្លះពេលល្ងាចអត់ថ្វាយអង្គមព្រះទេព្រឹកក៏មិនថ្វាយអង្គមដែរឃើញទេអច្ចយថាបច្ចយ៉ាងបច្ចយៈសន្និសតសិលដែលជាបច្ចវេកនកិច្ចសង្ឃត្រូវកាន់ត្រូវប្រព្រឹត្តពិចារណាអត់កាន់ទេអត់ប្រព្រឹត្តទេដោយយល់ឃើញហ្នឹងអញចេះដល់ថ្នាក់នេះហើយចេះសម្ដែងហើយចេះសូត្រល្អិលហើយចាំមិនបាច់ចាំបំពេញកិច្ចហ្នឹងទេធោពេញខ្លួនអញហើយឃើញទេវាទៅជារឿងមួយពូនដោយកិលេសនេះពូនដោយកិលេសដល់តែពេលអស់នៅសិក្ខាមិនទាន់អស់នៅសិក្ខាទេដល់តែយូរទៅវាកើតនៅទោសកាន់តែខ្លាំងឡើងមុនដំបូងកើតផ្លូវចិត្តដែលគេមើលមិនទាន់ឃើញនេះផ្លូវចិត្តនេះគេមើលឃើញដែរតែឃើញមិនអស់ដល់តែយូរវាចេញមកផ្លូវវាចាដល់តែពេលទេទៅវាបរោះពេកគេលើកតម្កើងសរសើរសពបែបយ៉ាងយូរទៅហៅលោកដូចគ្នាសត្វតែឯងធំជាងអញឯងមិនទៅរស់ស៊ីនិយាយចាស់ទៅវិញនឹងសិតតពួកឯងសិតតពួកអញលេងប្រើពាក្យអីតែលេងប្រើពាក្យកណាទៀនលោកបងដែលគុណហើយលេងហើយយូរទៅបាបពធវាកើតច្រើនរៀនចេះនៅធម៌ទាំងឡាយមកនឹកឃើញថាទៅទេនោះក៏គេកោតក្រែងអញមកនេះគេកោតក្រែងអញគេសរសើរដល់តែពេលយូរទៅវាចូលទៅសង្ឃស័ព្ទនេះស័ព្ទដែលត្រូវសម្ដែងអំពីកិច្ចរបស់សង្ឃឧទាហរណ៍ថាអង្គណាចាស់ភាសាហៅលោកម្ចាស់ឬមកក៏ដឹកគុណលោកបងទៀនកណាខ្ញុំកណាយបាត់យូរទៅអញហែងដល់តែពាក្យថាឆាន់បើទៅស៊ីនេះបើទៅចេះទៅវិញអាហ្នឹងមកពីអីមកពីសិក្សារៀនសូត្រហើយមិនស្គាល់នៅធម៌ដែលព្រះអង្គសម្ដែងដល់អញ្ចឹងទៅចិត្តលោភៈរាគៈវាកើតច្រើនទៅយូរទៅសម្ដែងធម៌លៀបសការៈក៏វាកើតច្រើនផងសូត្រធម៌ហ្នឹងហើយច្រើនផងទៅយូរទៅហ៊ានហ្នឹងហ៊ានពោលពាក្យបំភ្លៃពុទ្ធដីកាព្រះអង្គទៅពាក្យដែលត្រូវសង្ឃប្រើប្រាស់លេងឥឡូវមានច្រើនណាស់ទៀតមិនមានតិចទេដោយសារអីដោយសារនឹងពោះវិចិត្រអកុសលនឹងវាឡងតមកវិញឃើញទេអានឹងគឺព្រះអង្គលោកសម្ដែងថាបរិយត្តិនុបកិលេសនឹងដូចជាពោះអាសេរពឹសដែលមានពឹសដ៏ខ្លាំងពេលដែលបុគ្គលសិក្សាហើយមិនបានយកទៅប្រតិបត្តិនឹងយកធម៌សម្ដែងនឹងដើម្បីតេលាបដើម្បីមោទនៈរបស់ខ្លួនដល់អញ្ចឹងទៅលៀបនឹងវាសម្រាប់វិញវាមានពឹសទៅវិញឃើញទេបានន័យថាធម៌សម្ដែងនឹងទៅជាគ្រឿងគេចូលចិត្តច្រើនទៅខ្លួននឹងលែងកាន់ធម៌វិន័យបណ្ដោយវាទៅជាស្លាប់កុសលអស់ទៅត្រូវពឹសចឹកនឹងហ្មងរឿងហ្នឹងបានជានៅក្នុងពុទ្ធសាសនាយើងហ្នឹងគឺវាមានលក្ខណៈអស់ហ្នឹងអញ្ចឹងរឿងដែលត្រូវប្រព្រឹត្តនោះយ៉ាងណាមិនត្រូវប្រព្រឹត្តយ៉ាងណាដែលហៅថាអករណីយកិច្ចហ្នឹងកិច្ចគួរក៏បីជៀសវាងចេញអញ្ចឹងសិក្សាធម៌អាហើយមិនមែនយកទៅផ្ទុញផ្ទាល់មិនមែនយក
នេះបំបាក់មុខនៅនោះឬមួយក៏ស្វែងរកលៀបទេធម៌ព្រះចេះហើយទៅសម្ដែងដល់ជនទាំងឡាយដែលគេជ្រះថ្លាស្ដាប់និងដល់ញាតិដល់ញោមមិនទាន់មានសេចក្តីជ្រះថ្លាឲ្យគាត់ជ្រះថ្លាឡើងមិនទាន់ដឹងនៅបុណ្យនៅកុសលចេះពន្យល់គាត់ណែនាំគាត់ស្ដាប់យូរទៅកាន់តែជ្រះថ្លាទៅឃើញទេនេះអានឹងឯងបានជាធម៌ដែលប្រកបទៅដោយអានិសង្សនាំឲ្យបានសេចក្តីសុខឃើញទេធ្លាប់កាន់សិល5ឡើងមានសទ្ធារហូតដល់8រហូតស្ដាប់ទៅរៀនទៅប្រព្រឹត្តទៅយូរទៅវាទៅដល់សិល10យូរទៅពេលដែលសំគួរល្មមដល់និស្ស័យទៅចូលទៅបួសទៅក៏មានដែរអានឹងគឺជាការស្ដាប់ធម៌ទៅវាមិនមានពឹសទាំងឡាយចូលអញ្ចឹងបរិយត្តិនុបកិលេសនេះគឺជាកិលេសមួយកើតនៅក្នុងការអ្នករៀនបរិយត្តិធម៌នឹងឯងតែនេះបរិយត្តិធម៌មានកន្លែងខ្លាចជាពីពើងទ្រូងហ្មងលោកអង្គខ្លះពើងទ្រូងហ្មងរៀនបាលីរៀននៅធម៌កន្លែងផ្សេងចេញមកឡើងយ៉ាងដូចអាដេញគេហៅអីពាក្យសាមញ្ញហៅតែម៉េចហៅថាលោកតំណើងអញ្ចឹងហ្នឹងលោកតំណើងចេញមកអង្កាងតែបងចេះធัวអាខ្លះប៉ុណ្ណាម៉ូដូចស្បើមហ្នឹងប៉ុន្តែដូចសម្បកប៉ោតទេដូចសម្បកប៉ោតទេប៉ោតដែលហៅថាសម្បើមដូចសម្បកប៉ោតធម្មតាវាអត់មានទឹកបៃលុក្ដាំងមិនចឹងហីនិយាយណាយកដបងមួយទៅគោះប៉ោតដែលអត់ទឹកមិនលឺក្ដាំងលើហើយបើប៉ោតណាមានទឹកវិញមានសម្បកប៉ោតវិញដាក់ទៅឃុំលឺតិចទេឃើញទេយ៉ាងណាមិញអ្នកប្រតិបត្តិធម៌គេសិក្សារៀនសូត្រព្រះបរិយត្តិធម៌គេយកទៅប្រតិបត្តិខ្លួនគេហើយចឹងទៅបើមានឱកាសទៅគេសម្ដែងជូនញាតិញោមបងប្អូនពុទ្ធបរិស័ទស្ដាប់ចឹងតាមត្រឹមត្រូវទៅគេមិនទៅបំបាក់គេមិនទៅបកាច់មានទៅមូលដើម្បីយកលៀបយកគេយកឈ្មោះនឹងឲ្យថាខ្លួនគ្រាន់បើមែនទេធម៌ព្រះដែលរៀនគឺសម្រាប់ដោះខ្លួនឯងនៅអ្នកដទៃមិនមែនទៅដើម្បីធ្វើជាអាវុធទៅច្បាំងគ្នាដោយពាក្យសម្ដីនោះទេអត់ទេនឹងជាអាករណីយកិច្ចដែលព្រះអង្គទ្រង់ហាមមិនឲ្យធ្វើហើយបើនៅតែជជែកធ្វើទៀតវាទៅដល់ថ្នាក់ណាវាទៅដល់អនន្តរិយកម្មក៏មានវាទៅចូលនៅក្នុងអន្តរាយកៈធម៌5យ៉ាងក៏មានដែរចូលទៅដល់កម្មអន្តរាយកៈវាចូលទៅដល់កិលេសអន្តរាយកៈវាទៅដល់ឧបវាទអន្តរាយកៈក៏មានដែរហើយវាចូលទៅដល់ហ្នឹងហើយវិបាកអន្តរាយកៈវិញវាចូលទៅដល់អន្តរាយដ៏សំខាន់ដ៏ធំបិទផ្លូវសួរផ្លូវនិព្វានមិនអាចទៅបានឃើញទេអានឹងមកពីអីមកអំពីយើងមិនប្រព្រឹត្តតាមអញ្ចឹងអាករណីយកិច្ចអំពើទាំងឡាយដែលមិនគួរធ្វើមានលោភៈទោសៈមោហៈនិយាយទៅថាអត់វិន័យគឺត្រូវលះចេញប្រសងក្តីប្រសក់ក្តីផ្នែកខាងយាយនឹងក៏ចឹងដែរអញ្ចឹងភិក្ខុក៏ដូចជាសាមណេរក៏ដូចជាភិក្ខុឧបាសកក៏ដូចជាឧបាសិកាមានករណីយកិច្ចនិងអករណីយកិច្ចដូចគ្នាអញ្ចឹងសរុបនៅក្នុងកិច្ចរបស់សង្ឃមកអករណីយកិច្ចរបស់ភិក្ខុដែលមិនគួរធ្វើមានបរាជិក4សង្ឃារិសេស13អនិយតៈ2និសគីបញ្ចតិយៈនិងរហូតទៅដល់អធិការណៈសមថៈ7រីឯសាមណេរមានតាំងពីសិក្ខាបទ10រហូតទៅដល់លោកវិជ្ជាសិក្ខាបទ49និងបច្ចយសន្និស័តសិលឃើញតោនេសនាងកៈក្តីត្រូវសឹកចេញក្តីត្រូវជៀសវាងប្រយ័ត្នប្រយែងត្រូវជៀសវាងចិត្តណាដែលវានាំឲ្យយើងភ្លើតភ្លើនត្រូវលះចិត្តនឹងចោលកាយណាដែលវាធ្លាប់ចងេងចងាងមកទាត់ធាក់លួចប្លន់នឹងចងេងចងាងលះអំពើអាក្រក់ដោយកាយចោលទៅវាចាណាធ្លាប់កោងកាចធ្លាប់ភោកុហកធ្លាប់ញុះញង់ធ្លាប់ជាបតិចផ្ដាសាអាក្រក់ទាំងប៉ុន្មានជាអករណីយកិច្ចក៏បីលះបង់ចេញទាំងអស់បើមិនលះបង់នឹងវាយ៉ាងម៉េចអកុសលមូល3ប្រសម្មាសម្ពុទ្ធកំណត់ចាត់ទុកថាជាភ្នក់ភ្លើងយ៉ាងក្តៅបំផុតបំពុះដុតសពសត្វនៅក្នុងត្រៃភពឃើញទេលោភៈគិភ្លើងគឺលោភៈតោសៈគិភ្លើងគឺតោសៈមោហៈគិភ្លើងគឺមោហៈភ្នក់ភ្លើងទាំង3នេះដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់សម្ដែងជាមួយនឹងភិក្ខុ
ព្រះអង្គប្រពនៅភ្នក់ភ្លើងដែលកំពុងតែឆេះនៅឯព្រៃនិងភិក្ខុទាំងឡាយព្រះអង្គលើកសំណួរសួរថាមនាលភិក្ខុទាំងឡាយនោះគឺជាអ្វីដែលកំពុងតែឆេះនោះមានអណ្ដាតឆាបឡើងនោះភិក្ខុទាំងឡាយបានក្រាបទូលតតបមើលព្រះអង្គវិញថាបបិទ្ធព្រះដ៏មានពភាដ៏ចម្រើននោះគឺជាភ្លើងព្រះអង្គក៏សួរបន្ថែមទៅទៀតថាតើភ្លើងនោះក្តៅដែរឬទេមនាលភិក្ខុទាំងអស់ក្រាបទូលព្រមគ្នាថាក្តៅណាស់ព្រះអង្គព្រះសម្មាសម្ពុទ្ធថាมันជាក្តៅស្មើនឹងភ្លើងលោភៈទោសៈមោហៈទេមនាលភិក្ខុទាំងឡាយភ្លើងខាងក្រៅនេះឆេះអស់អំណាចទៅវានឹងរលត់ទៅហើយរីឯភ្លើងខាងក្នុងភ្លើងលោភៈភ្លើងទោសៈភ្លើងមោហៈនេះឆាបឆេះសត្វលោកក្រហល់ក្រហាយគ្មានអណ្ដាតភ្លើងទេមិនងាយជន់ណាមើលឃើញទេធ្វើឲ្យមនុស្សក្តៅក្រហល់ក្រហាយរហូតធ្លាក់ទៅនៅក្នុងវិស័យប្រែតដេរិឆាននរអសុរិកាយទៀតភ្លើងទាំង3ហ្នឹងសាហាវណាស់ក្រាស់ក្រៃណាស់ភិក្ខុទាំងឡាយក៏បានស្ដាប់រឿងនឹងទៅក៏ព្រះសម្មាសម្ពុទ្ធទ្រង់បរិយាយរេសេចក្តីទៅនៅភ្លើងនឹងហើយក៏លោកបានលើកអំពីធម៌ដែលត្រូវប្រតិបត្តិទៅអញ្ចឹងភ្លើងគឺរាគៈទោសៈមោហៈនេះហើយនឹងពុទ្ធដីកាព្រះអង្គទ្រង់ហាមមិនឲ្យធ្វើនៅក្នុងកិច្ចទាំងឡាយគឺជាអករណីយកិច្ចគឺអំពើបាបទាំងឡាយបានជាព្រះអង្គទ្រង់បញ្ញត្តិវិន័យនេះទាំង 21000 ធម្មខណ្ឌនេះសម្រាប់បញ្ញត្តិនេះចែកចេញជា2គឺសម្រាប់អីទៀតវិន័យគឺសម្រាប់បញ្ញត្តិទៅលើភិក្ខុសាមណេរនិងឧបាសកបាសិកាឲ្យឈ្មោះថាអគារិយវិន័យអ្នកនៅតាមផ្ទះអនាគារិយវិន័យអ្នកដែលចេញចាកផ្ទះបានដល់អ្នកបួសឃើញទេអញ្ចឹងអ្នកបួសហ្នឹងគឺត្រូវកាន់វិន័យហ្នឹងកាលកាន់វិន័យនឹងប្រព្រឹត្តទៅតាមហ្នឹងទៅគឺជាករណីយកិច្ចដែលយើងគួរកាន់គួរវាចាកនៅអំពើអាក្រក់ហើយវិន័យគឺជាគ្រឿងរារាំងគឺជាគ្រឿងលះបង់ហ្នឹងរីឯករណីយកិច្ចទៅវិញករណីយកិច្ចកិច្ចគោក៏3ធ្វើគឺមានដូចជាកាយកម្ម3វិច័យកម្ម4មនោកម្ម3ផ្នែកឧបាសកឧបាសិការហូតទៅដល់កាយកម្ម12វិច័យកម្ម16មនោកម្ម12អញ្ចឹងទៅនឹងត្រូវជា40ដែលគួរក៏3នឹងបំពេញខាងផ្នែកកុសលកម្មនឹងអំពើល្អដោយកាយដោយវិចារដោយចិត្តដោយជីវាចាការសម្លាប់សត្វសង្ខារការយកទ្រព្យរបស់គេប្រព្រឹត្តខុសក្នុងកាមនិងជាដើមរហូតទៅដល់វិជ័យកម្មដែលប្រព្រឹត្តទៅនៅក្នុងការភោកុហកញុះញង់សោកសៀតបំបែកបំបាក់និងពាក្យត្រកោះបោះបោកពាក្យរយរាយឥតប្រយោជន៍និងពាក្យទាំងអស់នេះគួរក៏បីនឹងវាចាក់ចេញនិងមនោកម្មគឺវាចានៅការសម្លឹងរំពៃចង់បានរបស់គេនិងចង់កំលុំជាបានលះបង់មិច្ឆាទិដ្ឋិកាន់យកនៅសមាទិដ្ឋិនឹងកិច្ចដែលយើងគួរក៏បីនឹងកាន់នឹងប្រព្រឹត្តហើយអញ្ចឹងនិយាយឲ្យងាយស្ដាប់សាមញ្ញទៅថាករណីយកិច្ចគឺកិច្ចត្រូវលះបង់ចេញគឺអំពើអាក្រក់ទាំងប៉ុន្មានហ្នឹងទាំងប្រសងទាំងប្រសក់ករណីយកិច្ចដែលគួរក៏បីបំពេញគឺបានដល់នៅសេចក្តីល្អដោយកាយវិចារចិត្តមានកាយសុចរិត3វិជ័យសុចរិត4មនោសុចរិត3និងកុសលធម៌ដតីទៀតប្រព្រឹត្តទៅតាមសិលសមាធិបញ្ញាបញ្ជាក់ដោយមេត្តាវិញទៅលោភៈទោសៈមោហៈជាមូលជាមេដែលនាំឲ្យសត្វលោកវិលវល់ក្នុងវាលវដ្តសង្សារដោយសេចក្តីទុក្ខនេះគឺត្រូវវាចាកចេញរីឯសិលសមាធិបញ្ញាដែលជាករណីយកិច្ចគួរក៏បីខំបំពេញខំរៀនខំប្រតិបត្តិនៅសិលផងសមាធិផងបញ្ញាផងរួមឲ្យខ្លីទៅមានតែ3ខាងអាក្រក់3ខាងល្អត្រូវប្រព្រឹត្តដោយលក្ខណៈដែលប្រគេនជំរាបជូនមកអំបញ្ញមិញនេះត្រង់នេះហើយបានជានៅក្នុងអវាទ3យ៉ាងហាមមិនឲ្យធ្វើអំពើបាបនេះសពបាបាសករណังហ្នឹងគឺជាអករណីយកិច្ចហើយឃើញទេអត់ឲ្យធ្វើទេអំពើអាក្រក់ហ្នឹងហើយដល់ករណីយកិច្ចកិច្ចគួរក៏បីធ្វើគឺបានដល់អីត្រូវធ្វើអីថាត្រូវបំពេញសេចក្តីល្អកាយវិចារចិត្តហ្នឹងហើយទី3គឺត្រូវជំរះចិត្តរបស់ខ្លួនកិច្ចដែលយើងត្រូវធ្វើវាប៉ុណ្ណឹងធ្វើសេចក្តីល្អជំរះចិត្តតែប៉ុណ្្នឹងឯង
និយាយឲ្យខ្លីទៅណាហើយចូលបើសិនណាជាធ្វើសេចក្តីអាក្រក់វាមិនបើធ្វើសេចក្តីអាក្រក់ទៅវាទទួលនៅទុកទោសទៅប្រែតដេរិឆានរអសុរិកាយកបច្ចុប្បន្នត្រូវគេនិន្ទាត្រូវគេជេរបន្តិចផ្ដាសាតាមចងអាឃាតអញ្ចឹងទៅអាហ្នឹងបើយើងធ្វើអំពើអាក្រក់ដូចសពថ្ងៃអញ្ចឹងអ្នកកាប់សម្លាប់លួចប្លន់គេអ្នកដែលត្រូវគេកាប់សម្លាប់លួចប្លន់ញាតិមិត្តសាច់សាលោហិតបងប្អូនគេតាមរករឿងរកហេតុចងគំនុំព្យាបាលសំបីអីសំបីតែយើងផ្ដន់ទាដល់សត្វសម្ោចដែលកំពុងតែរោមនៅសម្បុកវាហ្នឹងវាខំយើងវិញដែរនេះកុំនិយាយអីថាមនុស្សដូចគ្នាហ្នឹងហើយបើខំយើងមិនទាន់បានពេលហ្នឹងវានៅខឹងវាណានេះអញ្ចឹងករណីយកិច្ចដែលគួរធ្វើនិងមិនគួរធ្វើលើកមកមានប្រមាណប៉ុណ្ណេះទេមិនបាននឹងឲ្យវែងឆ្ងាយតទៅទៀតទេអញ្ចឹងសេចក្តីនៅក្នុងប្រធានបទនេះខ្ញុំកណ្ដាខ្ញុំបាទលើកមកមានប្រមាណប៉ុណ្ណេះហើយក៏សូមអនុមោទនានៅធានបទទី1អនុមោទនាហើយក៏សូមលើកនៅក្នុងពុទ្ធប្រវត្តិដើម្បីនឹងសម្ដែងជូនដល់យាតាជាទីសន្តាប់ខ្ញុំកណ្ណាលើកជាប្រធានបទមកថាព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងកាលដែលលោកនៅជាពោធិសត្វបានបំពេញនៅទានបារមីសិលបារមីនេខមៈបារមីបញ្ញាបារមីវិរិយបារមីខន្តីបារមីសច្ចៈបារមីអធិដ្ឋានបារមីមេត្តាបារមីឧបេក្ខាបារមីទាំង10នេះបានបំពេញដោយបរិបូរណ៍ហើយតើព្រះអង្គទៅបដិស្ថានបដិសន្ធិកើតនៅក្នុងទីពិភពណាហើយហេតុដូចម្ដេចបានជាព្រះពោធិសត្វនៃយើងត្រូវចុះចាប់បដិសន្ធិនៅនាឋានកណ្ដាលយើងដោយមានអ្វីជាហេតុផលនឹងសេចក្តីនេះខ្ញុំកណ្ណាសូមលើកអំពីពុទ្ធប្រវត្តិនេះទាក់ទងនឹងបញ្ហានៃរឿងរ៉ាវរបស់ពុទ្ធនេះដើម្បីប្រកេនជូនអង្គសាកច្ឆាចូលរួមវែកញែកដោះស្រាយតាមការគួរអនុមោទនាសូមនិមន្តអរគុណនិងអរគុណ